ជំរាបសួរលោកគ្រូនិងខ្ញុំឈ្មោះសរិននេះមកពីក្រុម SV34 ថ្ងៃនេះខ្ញុំមកធ្វើ exercise ដែលលោកគ្រូបានដាក់ឲ្យក្នុងការបង្កើត file និង folder នេះជា comment ដែលខ្ញុំបានយកមកប្រើក្នុងការបង្កើត file និង folder comment 3នេះយើងប្រើសម្រាប់ create folder ហើយនឹង comment 3ខាងក្រោមនេះយើងប្រើសម្រាប់ create file comment 2ចុងក្រោយនេះយើងប្រើសម្រាប់ copy ចឹងដោយសារតែខ្ញុំបាន create រួចហើយចឹងខ្ញុំសូម demo ឲ្យលោកគ្រូមើលតែម្ដងយើងវាយ ls ដើម្បីបង្ហាញថាយើងបានបង្កើត folder ណាខ្លះនៅក្នុងនេះខ្ញុំបានបង្កើត folder 2ដែលមាន CTEX A និង CTEX B ចឹងយើងចូលទៅ tree វាមើលតើវាមានទិន្នន័យអីខ្លះ tree CTEX .a enter តាមនៅក្នុង CTEX .a នេះវាមាន text មាន stu.c និង p1.a p1.b p1.c ដែលនៅក្នុង p1.a ហ្នឹងវាមាន file ទិន្នន័យមាន css.a css.b .c java.1 java.2 java.3 php.no php ok និង php yes ដែលនៅក្នុង p1.b ហ្នឹងក៏មានទិន្នន័យដូចគ្នាទៅនឹង p1.a p1.c ក៏មានទិន្នន័យដូចគ្នានឹងខាងលើដែរបន្តមកទៀតយើងមាន stu.c sharp នៅក្នុង stu.c sharp ហ្នឹងក៏មានទិន្នន័យដូចខាងលើដែរមាន p2.a មាន css.a css.b java.1 java.2 php no php ok p2.b ក៏មានទិន្នន័យដូចគ្នាដែរp2.c ក៏មានទិន្នន័យដូចខាងលើដែរនេះទិន្នន័យមួយទៀតដែល stu.c ដែលមាន pc.a pc.b និង pc.c ដែលមានទិន្នន័យដូចគ្នាទៅនឹងខាងលើដែរអញ្ចឹងយើងចូលទៅកាន់ ctex.b មួយទៀតយើង tree វាមក tree ctex.b យើង enter មកនៅក្នុង folder ctex.b នេះក៏មានដូចគ្នាទៅនឹងទិន្នន័យរបស់ខាងលើដែរដែលមានដែលនៅក្នុង ctex.b មាន text មាន stu.c sharp p1.a ដែលនៅក្នុងនោះក៏មានទិន្នន័យជា file ដូចគ្នាទៅនឹង ctex.a ដែរតែនៅក្នុងនោះមាន stu.c stu.c sharp និង stu.c++ ទិន្នន័យនៅក្នុង pc.a pc.b pc.c ហ្នឹងវាដូចគ្នាទៅនឹងទិន្នន័យខាងលើដែរអញ្ចឹង lab exercise នេះខ្ញុំសូមបញ្ចប់តែត្រឹមនេះអរគុណលោកគ្រូ